Full board LG នេះខ្ញុំដូរ CPU រួចណាចេះខ្ញុំរាយហើយ CPU នេះអញ្ចឹងខ្ញុំតេស្តវាអញ្ចឹងអូខេហើយអញ្ចឹងករណីដាក់ CPU ថ្មីតែខ្ញុំរាយអូខេនេះយើងដាក់ឲ្យថ្លឹងឲ្យដំណើរការតាក់ទងរបស់ណាចឹងអូខេហើយចឹងវាពងតែថ្លឹងណាចឹងការរាយ CPU ថ្មីដាក់ចូល CPU ថ្មីរើសជោគជ័យយើងដោះ CPU ដាក់ចូល CPU បន្លែងនេះសិតតែ CPU បន្លែងចឹងតិចខ្ញុំត្រូវរាយតាក់ទងមួយតាក់ទងជាមួយនឹងបតទូបោក LG ធ្វើទៅលើនេះដោយសារយើងដាក់ motor វាចេញLE ណា